អូនដឹងអត់អូនគឺជាក្របពេជ្ររបស់បងអូនជាគ្រូពេជ្ររបស់បងជាគំនិតចាក់ខ្ញុំជាក្របគ្រូមែនតើក្របបែកមែនតើក្របមានមែនតើបាត់ទៅតែណាស្រឡាញ់ខ្ញុំសោះអ្នកនាងកើតអីហ្នឹងខ្ញុំវាតូចចិត្តរឿងអីខ្ញុំនឹងអាការលេណាលេអាម៉ៃសិតតែជាក្របគ្រូសិតតែជាក្របបែកគ្មានណាស្រឡាញ់គ្មានណាយកអ្នកនាងស្ងប់ចិត្តសិនទៅណាទោះបីពេលនេះអ្នកនាងមិនទាន់ជាក្របពេជ្រនៅជាដុំថ្មប៉ុន្តែអ្នកនាងកុំភ័យឲ្យតែយើងធ្វើល្អថ្ងៃណាមួយអ្នកនាងនឹងក្លាយទៅជាក្របម្យ៉ាងក្របអីទេគឺក្របបែកមិនទាន់ផ្ទុះបងលេងគាត់តើអត់ទេអ្នកនាងថ្ងៃណាមួយអ្នកនាងនឹងជប់គូហើយមនុស្សយើងតែតែមានគូដូចគ្នាសូម្បីតែឆ្កែក៏វាមានគូតម្រាំមនុស្សនោះដល់គូស្អីទៀតក៏លាត់រន់តែបាញ់ហើយចិត្តស្ងប់សិនទៅអ្នកនាងអានេះកម្មយើងទេបងអូនកុំខ្វល់ជាមួយគាត់សាំអីមិនប្រណៃខ្ញុំផងមកសិនវាខ្ញុំឡើងអាលេអមីអាកាគ្មានគូដែរសាំអីមិននៅក្នុងពិភពលោកដែលមានគូចាញ់ពីពិភពលោកនេះអត់ទេខ្ញុំចង់ណាម្នាក់អត់ព្រមធ្វើមហូបធ្វើអីខ្ញុំញ៉ាំហើយមិនបានមកយំលើម៉ូតូនៅកណ្ដាលព្រៃចឹងមិញថៃខ្ញុំតើចិត្តប្រហែលជាខ្ញុំជាក្របគ្រូមែនទេថៃមិញឯងក្របគ្រូថៃខ្ញុំតើចិត្តតែគ្មានអ្នកស្រឡាញ់អាណាគេស្រឡាញ់មិញឯងបើច្បែបមុនមិញឯងឡើងប៉ុណ្ណាណីឈប់យំទៅខ្ញុំខ្លាចមកឈប់យំមកមិនភ្លៀងឃើញអត់កុំយំទៀតនេះខ្ញុំចង់ឲ្យមិញឯងធ្វើផ្អែមធ្វើអីខ្ញុំញ៉ាំហើយនេះខ្ញុំទៅមកពីផ្សារជីកម៉ងហើយខ្ញុំបានទិញផលិតផលទឹកដោះគោផ្កាឈូកឲ្យមិញឯងមកធ្វើអីឲ្យខ្ញុំញ៉ាំចាស្អីគេខ្លាំងអូនៅក្នុងនេះមានដូចជាទឹកដោះគោខាប់ផ្កាឈូកទឹកដោះគោខ្ទិះផ្កាឈូកហើយនិងទឹកដោះគោឆៅផ្កាឈូកហើយមិនតែប៉ុណ្ណោះហ่าទឹកដោះគោផ្កាឈូកទាំងអស់នេះគឺជាផលិតផលរបស់ក្រុមហ៊ុនជីកម៉ងទៀតផងល្អណាស់ក្រុមហ៊ុនជីកម៉ងគឺជាក្រុមហ៊ុនធំខ្នាតចាក់របស់ខ្មែរនេះត្រូវហើយមីងគ្រប់គ្រងផលិតផលខ្មែរទៅធ្វើឲ្យប្រទេសរបស់យើងនឹងរីកចម្រើនណាមីងហ្នឹងហើយមីងឯងណាយកទៅធ្វើឲ្យខ្ញុំមីងឯងអាចឆុងកាហ្វេឲ្យខ្ញុំញ៉ាំក៏បានធ្វើនំខេកក៏បានធ្វើផ្អែមក៏បាននិយាយទៅធ្វើមកឲ្យតែមីងចង់ធ្វើណាមីងចាទៅលឿនប្រយ័ត្នកោដេញជុលយេបាទមកពួនយំកដាលព្រៃមីងឯងទឹកដោះគោផ្កាឈូកមាន3ប្រភេទមានដូចជាទឹកដោះគោខ្ទិះផ្កាឈូកទឹកដោះគោខាប់ផ្កាឈូកនិងទឹកដោះគោឆៅផ្កាឈូកណាបងប្អូនអ្វីដែលពិសេសនោះគឺជាផលិតផលរបស់ក្រុមហ៊ុនជីកម៉ងតែម្ដងហើយសម្រាប់ទឹកដោះគោខ្ទិះផ្កាឈូកខ្ទិះឈ្ងុយឆ្ងាញ់គ្រប់មុខទឹកដោះគោខ្ទិះផ្កាឈូកសម្បូរទៅដោយខ្ទិះកាន់តែថែមកាន់តែខ្ទិះអ្វីដែលពិសេសនោះគឺថាសម្បូរទៅដោយវីតាមីន D3 វីតាមីន A និងអាហារូបត្ថម្ភជាច្រើនទៀតបងប្អូនអាចយកមកធ្វើម្ហូបដូចជាបង្អែមភេសជ្ជៈនំនែកជាពិសេសនោះគឺបន្ថែមលើមុខម្ហូបត្រូវការខ្ទិះកាន់តែឆ្ងាញ់លក្ខណៈពិសេសគឺដាក់នៅក្នុងទូទឹកកកមិនកកជាផលិតផលក្រុមហ៊ុនជីកម៉ងហើយមួយទៀតនោះគឺទឹកដោះគោខាប់ផ្កាឈូកផ្អែមខាប់រមួតឆ្ងាញ់គ្រប់មុខតែម្ដងទឹកដោះគោខាប់ផ្កាឈូក texture ខាប់រមួតឈ្ងុយឆ្ងាញ់សម្បូរទៅដោយវីតាមីន D3 វីតាមីន A និងវីតាមីន B1 និងអាហារូបត្ថម្ភជាច្រើនទៀតបងប្អូនអាចយកទៅធ្វើភេសជ្ជៈបង្អែមឬមួយក៏ញ៉ាំជ្រលក់ជាមួយនឹងនំប៉័ងក៏បានដែរលក្ខណៈពិសេសគឺថាដាក់ក្នុងទូទឹកកកមិនកកហើយជាផលិតផលរបស់ជីកម៉ងណាបងប្អូនហើយមួយប្រភេទទៀតនោះគឺទឹកដោះគោឆៅផ្កាឈូកទឹកដោះគោឆៅផ្កាឈូកគឺសម្បូរទៅដោយវីតាមីន A វីតាមីន D3 ប្រូតេអ៊ីនហើយនិងកាល់ស្យូមខ្ពស់ដែលវាជួយពង្រឹងឆ្អឹងនិងធ្មេញឲ្យរឹងមាំល្អសម្រាប់ភ្នែកនិងស្បែកវត្ថុធាតុដើមស្តង់ដារគុណភាពពីប្រទេសញូហ្សេឡង់មានពីររូបរាងលក់នៅលើទីផ្សារណាបងប្អូនបាទមានចំណុះ155មីលីលីត្រល្អសម្រាប់ក្មេងៗអ្នកមានផ្ទៃពោះហើយនិងមនុស្សចាស់មុននឹងកោសញ៉ាំគឺយើងក៏លុកជាមុនដើម្បីទទួលបានវីតាមីននិងកាល់ស្យូមដាក់នៅក្នុងទូទឹកកកកាន់តែឆ្ងាញ់ហើយជាផលិតផលរបស់ក្រុមហ៊ុនជីកម៉ងទៀតផងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បានទឹកដោះគោផ្កាឈូកបងប្អូនអាចទៅរកទិញនៅតាមផ្សារក៏ដូចជាផ្សារទំនើបជីកម៉ងអីក៏មានដែរហើយបងប្អូនកុំភ្លេចណាចូលរួមគាំទ្រផលិតផលក្នុងស្រុកដើម្បីឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនទាំងអស់គ្នា